ក្របខ័ណ្ឌនយោបាយការទូតនៅក្នុងប្រទេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្ហបុរីប្រចាំកម្ពុជាចូលជួបនឹងប្រគល់សារតាំងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកាលពីព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026ក្រៅតែពីការលើកឡើងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរសម្ដេចក៏បានឆ្លៀតលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជាថៃនិងបានថ្លែងអំណរគុណចំពោះសង្ហបុរីដែលបានចូលរួមចំណែកជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ដើម្បីចូលរួមអង្កេតបញ្ហាព្រំដែនកម្ពុជាថៃសម្ដេចតេជោក៏បានគូបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការថែរក្សាបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពយូរអង្វែងហើយកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការចរចាក្នុងក្របខ័ណ្ឌយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជាថៃក៏ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលើកឡើងក្នុងជំនួបជាមួយសមាភិកីទីម៉ូឡេស្តេនៃឱកាសអាហារថ្ងៃត្រង់ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី2ខែមេសាឆ្នាំ2026រដ្ឋមន្ត្រីការបរទេសទីម៉ូឡេស្តេបានអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិនៃកម្មវិធីសកម្មភាពដូហាសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីនេះស្ថានភាពព្រំដែនកម្ពុជាថៃក៏ត្រូវបានលើកឡើងក្នុងជំនួបមួយចំនួនទៀតនៅឯក្រសួងការបរទេសផងដែរនៅឯក្រសួងការពារជាតិឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ដែងសម្ដាលនិងបំពាក់គ្រឿងអេសរយៈរស់ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជាក្រោមអាណត្តិដឹកនាំរបស់ម៉ាឡេស៊ីនិងបានស្វាគមន៍មិត្តហ្វីលីពីនដែលត្រូវមកបន្តវេនដឹកនាំក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន AOT បន្តក្នុងឆ្នាំ2026នេះប្រមុខការពារជាតិកម្ពុជាក៏បានថ្លែងអំណរគុណនិងកោតសរសើររដ្ឋាភិបាលម៉ាឡេស៊ីដែលបានដឹកនាំការងារយ៉ាងរលូនដោយមានការចូលរួមពីបណ្ដាប្រទេសជាមិត្តក្នុងអាស៊ានជាពិសេសក្នុងបេសកកម្មសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីការអនុវត្តសេចក្តីប្រកាសរួមក៏ដូចជាចូលរួមចំណែកជំរុញការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពនិងបានចងក្រងរាល់សកម្មភាពក្នុងស្មារតីបន្ធូរបន្ថយភាពតានតឹងនិងឈានទៅរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិក្នុងព្រឹត្តិការណ៍មួយទៀតឯកឧត្តមកែវសុទ្ធិអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជួបអ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារនាថ្ងៃទី2ខែមេសាដដែលក្រៅពីពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃពិសេសសកម្មភាពផ្សេងៗរបស់ភាគីថៃដែលបានរំលោភបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិជាពិសេសច្បាប់សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិក៏ត្រូវបានរាយការណ៍ជូនអ្នកតំណាងទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរសកម្មភាពទាំងនេះស្ដែងឲ្យឃើញពីការងារការទូតយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំជាតិរបស់រាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងប្រជាជនដែលសម្ដេចអធិបតីនាយករដ្ឋមន្ត្រីចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល